យាយពីស្នេហាអ្នកណាម្នាក់ក៏ត្រូវមានស្នេហាដែរក្នុងការតាក់ទងស្រីគឺមានវិធីតែម្យ៉ាងគត់គឺសង្ហាគួបផ្សំនឹងការចេះប្រើពាក្យសម្ដីលួងលោមដែលប្រុសជាច្រើនតែងតែធ្វើបែបនេះទន្ទឹមនឹងនេះលុយក៏ជាកត្តាសំខាន់ដែរក្នុងការបដួលទឹកចិត្តនារីប៉ុន្តែរូបរាងសង្ហាគឺជាអាទិភាពចម្បងបំផុតអាចឆ្កែអាចង្រៃបង្គន់មានមិនទៅជុះទោះជាក្នុងស្ថានភាពមនុស្សច្រើនយ៉ាងណាក៏ដោយប៉ុន្តែយើងត្រូវចេះរក្សាភាពសង្ហារបស់យើងឲ្យបានខ្ជាប់ខ្ជួនត្រូវធ្វើអ្វីដែលខុសប្លែកពីគេដើម្បីទាមទារការចាប់អារម្មណ៍ពីនារីដែលយើងចង់តាក់ទងនោះវ៉ាស្អាតណាស់ម៉ែអើយពេលខ្លះសម្រស់របស់នាងនោះគឺបានឆក់យកបេះដូងរបស់យើងបាត់តែម្ដងតែយ៉ាងណាក៏ដោយយើងមិនត្រូវរវើរវាយជាមួយនឹងសម្រស់នាងនោះទេព្រោះអាចបណ្ដាលឲ្យយើងមានគ្រោះថ្នាក់បានណែលបងរួចចេះបើអត់ហ្នឹងឡានម៉ូតូច្រើនណាស់ចេះដេកកណ្ដាលផ្លូវទៅការដែរចាត់ទុកថាខ្ញុំខុសទៅចុះជួយហៅឡានពេទ្យឲ្យខ្ញុំផងគ្មានផ្លូវទេបើចង់តាក់ទងនាងឲ្យបាននៅនឹងកន្លែងមិនត្រូវចាប់អារម្មណ៍នឹងនារីផ្សេងទៀតទេធ្វើត្រឹមស្គាល់ទៅគឺបានហើយដាច់ខាតគឺចេះទប់អារម្មណ៍វ៉ាសំណាងក៏អាចកើតមានបានដោយភាពក្លាហានសុំ account Facebook បានទេឃើញទេនៅទីបញ្ចប់អ្វីគឺស្ថិតនៅក្នុងការគិតរបស់យើងទាំងអស់មិនថាតាក់ទងស្រីនោះទេធ្វើអ្វីក៏ដោយគឺត្រូវតែមានភាពឆ្លាតវៃដើម្បីឈានទៅរកភាពជោគជ័យអូស្អីគេយូ